ឧបករណ៍នេះល្អបំផុតសម្រាប់ពុំមីងในការជំងឺ stroke ឡើងឈាមពីការជើងពីការដៃពីការមួយជំហានខ្លួនជាដើមជំរាបសួរបងប្អូននិងអ៊ំពុំមីងដែលមានជំងឺ stroke ថ្ងៃនេះដែរខ្ញុំសូមណែនាំឧបករណ៍ហាត់ប្រាណសម្រាប់ស្ដារសុខភាពឡើងវិញទាំងចលនាដៃទាំងចលនាជើងប្រើបានទាំងអ៊ំពុំមីងដែលមានបញ្ហាខ្សោយជើងខ្សោយដៃទន់ជើងទន់ដៃនិងពិការជាដើមពូមីងប្រើឧបករណ៍នេះដើម្បីឲ្យដៃជើងឆាប់មានចលនាដូចដើមឡើងវិញអត្ថប្រយោជន៍នៃឧបករណ៍នេះគឺល្អបំផុតសម្រាប់ពូមីងដែលកើតជំងឺ stroke ដោយសារដាច់សរសៃឈាមក្នុងខួរក្បាលឡើងឈាមឬកើតជំងឺសន្លាក់ជាដើមជួយឲ្យសរសៃជើងដៃដែលមិនអាចមានចលនាឲ្យមានចលនាឡើងវិញធ្វើឲ្យចរន្តឈាមឆ្លងកាត់សរសៃឈាមបានល្អទៅចិញ្ចឹមកន្លែងដែលពិការជួយលំហាត់ប្រាណសាច់ដុំជើងដើម្បីរក្សាកម្លាំងនិងភាពមាំមួនរបស់ជើងតែមិនអាចមានចលនាឬអង្គុយយូរបានដោយបងប្អូនពូមីងបានឃើញស្រាប់អាចធ្វើចលនាបានទាំងដៃទាំងជើងទោះបីគាត់នៅលើគ្រែមិនអាចធ្វើចលនាបានដោយខ្លួនឯងយ៉ាងណាក៏ដោយឧបករណ៍នេះយើងអាចដាក់វានៅលើគ្រែតែម្ដងអាចដំឡើងខ្ពស់ទាបតាមចលនាជាក់ស្ដែងហើយក៏អាចកំណត់ល្បឿននាទីតាមតម្រូវការជាក់ស្ដែងសមាជិកក្នុងគ្រួសារបងប្អូនមានបញ្ហាទាំងអស់នេះបងប្អូនអាចកំងយកទៅប្រើប្រាស់ដើម្បីឲ្យគាត់ឆាប់មានសភាពដូចដើមវិញព្រោះយើងជាកូនពិតជាមិនចង់ឲ្យគាត់មានសភាពពិការឬពិបាកមានចលនាដូចខ្ញុំបានរៀបរាប់នៅខាងដើមវីដេអូប្រសិនបើបងប្អូនមានតម្រូវការកំងអាចឆាតចូល Page ឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅលើអេក្រង់អរគុណច្រើនជម្រាបលាបងប្អូនជាបន្តខ្ញុំបង្ហាញពីការចាប់ជើងកម្រភ្ជាប់ជាមួយនឹងម៉ាស៊ីនណាបងប្អូនជើងកម្រនេះយើងភ្ជាប់ជាមួយម៉ាស៊ីនអញ្ចឹងយើងដោះអាខ្ចៅបាតក្រោមហ្នឹងមកហើយយើងចាប់ជើងវាជាប់ជាមួយនឹងឈ្នាន់យើងចាប់នឹងហើយចាំយើងសុកជើងដើម្បីហាត់ប្រាណតាមក្រោយស្រួលជាងយើងចាប់ដាក់ជើងហើយចាប់ជាមួយនឹងឈ្នាន់វាពិបាកអញ្ចឹងណាបងប្អូនអញ្ចឹងយើងចាប់វាអញ្ចឹងមកត្រង់ចំណុចនេះនៅពេលដែលបងប្អូនទិញទៅបងប្អូនត្រូវចាប់ខ្ចៅខាងក្រោមនេះដើម្បីភ្ជាប់ជើងទៅនឹងតួម៉ាស៊ីនបងប្អូនចាប់ទាំងឆ្វេងចាប់ទាំងស្ដាំពេលដែលអ៊ំពូមីងចាប់ជើងទាំងឆ្វេងទាំងស្ដាំមួខ្ចៅជាប់ហើយអ៊ំពូមីងសោកជើងចូលក្នុងប្រដាប់អបជើងនេះឯងដើម្បីឲ្យម៉ាស៊ីនមានចលនាជាមួយនឹងជើងយើងមានខ្សែក្រវ៉ាត់ច្រើនកលៈអញ្ចឹងមានដល់តែ3កលៈមានតាំងពីជើងរហូតដល់កំពូលជើងហើយនៅកន្លែងជង្គង់ក៏យើងមានខ្សែដាក់មួយទៀតដែរសម្រាប់អ៊ំពូមីងដែលគាត់សម្រានកុំឲ្យជើងគាត់ធ្លាក់ទៅជាងអញ្ចឹងណាអញ្ចឹងយើងក៏មានខ្សែវ៉ាត់ដែរកន្លែងកភ្លើហ្នឹងណាត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចនៅពេលដែលបងប្អូនប្រើម៉ាស៊ីនសូមដាក់ឌុយមកខាងមុខព្រោះកុំឲ្យខ្សែឌុយហ្នឹងមានករណីជាប់ជាមួយនឹងជើងអ៊ំពូមីងខាងលោចប់ខ្សែណាមួយអញ្ចឹងធ្វើឲ្យតពាន់ខ្សែភ្លើងអញ្ចឹងណាបងប្អូនបន្ទាប់ពីអ៊ំពូមីងធ្វើការចាប់ជើងហើយយើងនឹងចាប់ដើមប្រើម៉ាស៊ីនតែម្ដងតើបងប្អូនអញ្ចឹងមកងារនៅលើតេឡេនេះគឺជាការបញ្ជាអញ្ចឹងប៊ូតុងកំហុសគឺបញ្ជាបិទបើកអញ្ចឹងហើយប៊ូតុងនេះគឺបញ្ជាមុខងារការកំណត់ចាប់ផ្ដើមឬក៏បញ្ឈប់ហើយមុខងារនេះគឺយើងកំណត់ចុចម្ដងវាធាក់ទៅមុខឬក៏ចុចម្ដងទៀតវាធាក់ថយក្រោយឧទាហរណ៍ថាយើងកំពុងធាក់មកមុខអញ្ចឹងយើងធាក់មកមុខអញ្ចឹងស្រាប់តែយើងចុចវាមួយទៀតវាចាប់ផ្ដើមបញ្ជាឡើងវិញអានេះគឺការសេរីល្បឿនបូកនេះសេរីល្បឿនខ្ពស់អញ្ចឹងខ្ពស់បំផុតគឺកម្រិត10ហើយអានេះកម្រិតទាបអញ្ចឹងយើងបន្ថយតាមនឹងជាក់ស្ដែងអញ្ចឹងយើងចុចប៊ូតុងក្រហមយើងចាប់ផ្ដើមអូខេហើយនីតិចង់បញ្ជាក់ផងដែរថានីតិគឺវាសិតនៅក្នុងនឹងអូតូគឺ30នាទីអញ្ចឹងយើងចុចអានឹងចាប់ផ្ដើមមិញយើងចាប់ផ្ដើមបើកម៉ាស៊ីនណាយើងចុចក្រហមអញ្ចឹងយើងចាប់ផ្ដើមឲ្យម៉ាស៊ីនដំណើរការអញ្ចឹងយើងចុចនេះមួយមកអូខេអញ្ចឹងយើងចង់ទៅឡើងឲ្យលឿនជាងហ្នឹងតិចយើងចុចមកបងបើលឿនពេកយើងដាក់មួយមកតាមតម្រូវការរបស់បងប្អូនប៉ុន្តែខ្ពស់បំផុតគឺកម្រិត10ហើយល្បឿនហើយអញ្ចឹងក្នុងចន្លោះពេល30នាទីអញ្ចឹងក្នុងរយៈពេលចន្លោះ30នាទីបើសិនជាបងប្អូនបានបញ្ជាប្រើម៉ាស៊ីនហ្នឹងបាន10ឬក៏20នាទីយើងចង់ឈប់យើងចុចមុខងារនេះមកយើងចុចប៊ូតុងនេះមួយមកអញ្ចឹងវាផ្អាកឬក៏យើងចង់បិទអានេះតែម្ដងក៏បានដែរបងប្អូនណាក្រហមយើងចុចបិទបានដែរឥឡូវដូចថា
ខ្ញុំចង់ប្រវត្តិថយក្រោយវិញឥឡូវវាកំពុងវិលធាក់មកមុខចេះណាដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងវាធាក់មកចេះអញ្ចឹងយើងចង់ឲ្យវាធាក់ឲ្យក្រោយវិញអញ្ចឹងយើងចុចអាប៊ូតុងទី3នេះប៊ូតុងទី3នេះបងប្អូនអញ្ចឹងយើងចុចមកឃើញទេអញ្ចឹងវាផ្អាកតាមមកម៉ាស៊ីនវាចាប់ផ្ដើមប្រវត្តិថយក្រោយវិញអញ្ចឹងឃើញទេបងប្អូនអូខេប៉ុន្តែនាទីវារាប់ថយចុះក្រោមរហូតដល់30នាទីពី30នាទីទី30រហូតដល់00អូខេអញ្ចឹងយើងចង់តម្លើងជាងហ្នឹងឲ្យលឿនជាងហ្នឹងតិចទៀតយើងបញ្ជាតាមនឹងជាក់ស្ដែងបងប្អូនណាលឿនយឺតដែរណាអានេះគាត់ខ្ញុំឧទាហរណ៍ទេអាហ្នឹងអាស្រ័យទៅលើតម្រូវការរបស់បងប្អូនអូខេហ្នឹងហើយវីដេអូហ្នឹងគឺមានប៉ុណ្ណឹងឥឡូវខ្ញុំចង់បញ្ចប់នៃការធាក់របស់យើងចុចប៊ូតុងនេះមួយមកអូខេហ្នឹងបងប្អូនអរគុណច្រើនពូចាហ្នឹងហើយខ្ញុំមកថតជាវីដេអូបង្ហាញជូនលោកពូណាដោយសារការដាក់ជើងខ្ញុំមានវីដេអូស្រាច់ហើយអញ្ចឹងខ្ញុំប្រាប់ពូពីរបៀបដាក់ដៃម្ដងអញ្ចឹងខ្ញុំនឹងធ្វើការដោះជើងនេះចេញវិញនៅពេលដែលយើងចង់ដាក់ដៃឬក៏អានេះយើងត្រូវដោះជើងយើងចេញសិនអានេះយើងមួលដល់ខ្ចៅនេះមកយើងអាចដកបានហើយអញ្ចឹងយើងធ្វើការដកជើងនឹងចេញសិនទៅអាចដាក់ដៃបានហ្នឹងហើយលោកពូទៅយើងមានស្នាប់ដៃពីរអញ្ចឹងណាហើយស្នាប់ដៃនោះមកវាមានអាកញ្ញាំដៃចេះយើងសោកតាមរៀនយើងមកហើយយើងបិទនេះចេះហ្នឹងហើយលោកពូបិទចេះណាពាក់ដៃចេះហើយយើងយកខ្សែដៃយើងនោះមកសោកនៅនេះសោកអញ្ចឹងណាលោកពូនេះសោកឲ្យប្រយ័ត្នផងខ្លាចអាខ្សែនេះក៏វាតពន់ជាមួយនេះយើងមើលតាមនឹងជាក់ស្ដែងបើអាចទេអានេះយើងដោះបានទេណាអាខ្សែជ័រនេះណាហើយមិនចេះយ៉ាងនេះយើងចឹងដូចគ្នាអញ្ចឹងយើងអាចសោកចឹងដូចគ្នាមកដើម្បីចាប់ចូលដៃចឹងហើយចាប់ទាញចេះមកដើម្បីឲ្យវាមកផុតតិចអញ្ចឹងយើងចុចចាប់ផ្ដើមបើកម៉ាស៊ីនអូខេអញ្ចឹងចាប់ផ្ដើមម៉ាស៊ីនយើងបញ្ជាវាឲ្យវាវល់ខ្ញុំចុចប៊ូតុងនេះមកអញ្ចឹងម៉ាស៊ីនវាធាក់ថយក្រោយអញ្ចឹងម៉ាស៊ីនដែលយើងចង់បញ្ជាឲ្យវាមកធាក់មកមុខវិញយើងចុចអានេះវិញមកប៊ូតុងនេះវិញមកអូខេបើសិនជាចង់តម្លើងល្បឿនឧទាហរណ៍ឥឡូវយើងដាក់ល្បឿន4អញ្ចឹងមកអូខេអញ្ចឹងវារៀងលឿនដែរពូកម្រិតវារហូតទៅដល់ល្បឿនវារហូតទៅដល់10កម្រិតប៉ុន្តែដោយសារពុកម៉ែបងប្អូនពីខ្ញុំទៅយើងមើលតាមនឹងជាក់ស្ដែងប៉ុន្តែពូកុំលឿនពេកក៏មិនល្អប្រសើរដែរព្រោះថាដៃជើងរបស់ពុកម៉ែបងប្អូនมันមានតន់មានភាពរហ័សរហួននៅឡើយអញ្ចឹងណាអញ្ចឹងដែលយើងចង់បន្ថយវិញមកដាក់2អីចឹងទៅចាលោកពូហ្នឹងហើយរបៀបប្រើមានប៉ុណ្្នឹងឯងអរគុណចាលោកពូអូខេឥឡូវយើងចង់បញ្ឈប់វាយើងចុចប៊ូតុងនេះមួយមកវានឹងឈប់អូខេ4នាទីនេះ30នាទីវាថយក្រោយនេះយើងចង់បន្តយើងចុចអាហ្នឹងវិញមកវាបន្តបានប៉ុន្តែបើសិនជាយើងចង់បិទវាតែម្ដងយើងចុចអានេះមកបិទតែម្ដងអរគុណច្រើន